dương cho tự đo còn nó dimension trong dimension nó cứ dương sầm rập qua vào váy đạp bay tục người không plong á dương thử qua vào váy dimension nó cứ sập khăn ô tô nhưng bật plong ấy mùi chó trong nơi anh ấy cứ chia dimension này cứ dương qua vào váy vì số mũi vào váy biết cứ 5000 mm វាស្មើ 5 ម៉ែត្រណាហើយហ្នឹងចឹងដើម្បីកំណត់វាខ្ញុំសុំបិទអានេះតែមុននឹងកំណត់ខ្ញុំចង់ឲ្យបង្កើត file ថ្មីមួយដើម្បីរក្សាទុក dimension ហ្នឹងយើងត្រូវទុកដើម្បីទុកយើងគូសប្លង់អីមួយទៅយើងមាន dimension ស្រាប់ណាយើងសេវទុកដើម្បីយើងទុកគូស project អីផ្សេងទៀតអញ្ចឹងខ្ញុំចិត្តអក្សរ A មកខ្ញុំយកពាក្យ new តមកទៀតកន្លែង open នេះខ្ញុំចិត្តសញ្ញាត្រីកោខ្ញុំចូលពី open with not template metric ហ្នឹងបាទហើយខ្ញុំបិទអានេះមកដូចខ្ញុំធ្លាប់មានវីដេអូនិយាយពីដំបូងគេបងខ្ញុំបិទអានេះមកយើងចុច comment u c s i c នេះ c o n មកចុចហ្នឹងហើយចុចពាក្យនេះហើយយើងកំណត់ຂະຫນាតរបស់AutoCAD របស់យើងគឺយើងយកពាក្យ comment un អានេះគឺអាហ្នឹងគឺយើងយកហ្នឹងអានេះយើងយកលេខ0មកអានេះមីលីម៉ែត្រយើងយកមីលីម៉ែត្រកុំយកម៉ែត្រឬក៏អីនេះគឺយើងប្រើជាមីលីម៉ែត្រក្នុងប្រទេសយើងប្រើຂະຫນាតជាមីលីម៉ែត្រអញ្ចឹងជាអូខេហើយយើងមើលឆែកទៅមើលនឹងចំណុចចាប់របស់យើងយើងបើកអស់ហើយយើងចូលអូខេមកយើងបើកអស់ហើយចឹងដើម្បីកំណត់ dimension យើងវាយអក្សរ D គឺយើងវាយអក្សរ D ហើយវានឹងលោតផ្ទាំងមួយហ្នឹងបាទផ្ទាំងមួយហ្នឹងចឹងដើម្បីបង្កើត dimension យើងបង្កើត dimension ទៅតាមមាត្រដ្ឋានរបស់យើងព្រោះប្លង់យើងគូសវាមានមាត្រដ្ឋានដូចជាប្លង់ខ្លះយើងគូសក្នុងមាត្រដ្ឋាន1 លើ 100ប្លង់ខ្លះអាច1 លើ 200ឬក៏1 លើ 125ឬក៏1 លើ 150អញ្ចឹងទៅប៉ុន្តែដំបូងខ្ញុំចង់ឲ្យបង្កើត dimension ដែលគូសនៅក្នុងមាត្រដ្ឋាន1 លើ 100សិនអញ្ចឹងខ្ញុំចុចលើ ISO នេះមកខ្ញុំចូលពាក្យ new ហើយខ្ញុំលុបអានេះខ្ញុំដាក់1មាត្រដ្ឋាន1 លើ 1 លើ 100បាទអញ្ចឹងខ្ញុំអានេះមកហើយយើងលោតដល់ផ្ទាំងនេះវាមាន line វាមាន symbol មាន text មានអានេះជាទៀតអញ្ចឹងខ្ញុំនឹងបើកឯកសារមួយឲ្យមើលគឺខ្ញុំកំណត់ហើយឯងបាទខ្ញុំមានមេគុណមេអីខ្ញុំប្រាប់ហ្នឹងបាទបាទនេះខ្ញុំកំណត់ហើយឯងខ្ញុំដាក់មានមេគុណមេអីនេះដូចជាយើងកំណត់តាមរបស់ខ្ញុំមកគឺវាអាចថា standard មួយដែលវា dimension វាមិនធំពេកវាទូពេកវាល្មមតែនេះអីយើងដាក់ 2n អញ្ចឹង n ហ្នឹងគឺជាចំនួន scale របស់យើងគឺ scale របស់យើងគឺ100យើងយកភាគបាយមកអានេះវាថាហើយ scale 1 លើ 100អញ្ចឹង n វាស្មើ100អញ្ចឹងយើងយក100គុណនឹង2មកយើងនោះហើយព្រោះខ្ញុំដាក់មេគុណឲ្យអស់ហើយអញ្ចឹងចំពោះអាក្រោមនេះវាខ្ញុំយកពីអ៊ីនធឺណិតមកទេអានេះយើងគេមានបញ្ចូលប្រាប់ជាភាសាខ្មែរភាសាខ្មែរចុងចាំខ្ញុំតម្លាក់ទឹកនៅខាងក្រោមមកអញ្ចឹងយើងចូលដំបូងខ្ញុំអាមុនគេនេះគឺយើងមិនចាំដូរទេគឺអត់ចាំបាត់ដូរទេនេះគួរអញ្ចឹងដែរគឺយើងមិនចាំដូរទេនៅក្នុងនេះយើងដូរអានេះ1 0អានេះតាមនឹងមកគឺនេះតាមតារាងនឹងបងខ្ញុំដាក់មកអានេះគួរអញ្ចឹងដែរយើងដោះ tick អានេះមួយដោះ tick មកអានេះក៏ដូចគ្នាចំពោះ fit ខ្ញុំដាក់អានេះវិញក្នុងនេះនៅក្នុងតារាងរបស់ខ្ញុំនេះខ្ញុំដាក់អានេះប៉ុន្តែខ្ញុំសុំដូរដាក់ខាងក្រោម all the way keep tick between edge line នេះគឺខ្ញុំសុំដាក់អានេះវិញចុងអានេះខ្ញុំសុំកែអានេះវិញតិចបាទចុងខ្ញុំដាក់នេះវិញចុងអានេះគោយើងតាមគេទាំងអស់ដែរអត់អីទេអានេះយើងដាក់លេខ1អានេះគឺជាមេគុណរបស់ scale អានេះគឺ1 លើ 100ហ្នឹងគឺយើងឲ្យមេគុណវាលេខ1បាទព្រោះអាហ្នឹងយើងសម្រាប់យើងចំបំលែងdimension 1 លើ 100ហ្នឹងទៅជា1 លើ 200 1 លើ 300អីយើងមិនបាច់ចាំកំណត់30អីឬថា1 លើ 200យើងកំណត់30អីចឹងយើងមិនបាច់ចាំទេគ្រាន់តែយើងបំលែងវាទៅតាមមេគុណមកគឺវាអូតូទាំងអស់ហ្នឹង
តាមពីយើងដូរຂະຫນາດដូរអីមកតាមនឹងចឹងក្នុង page យើងប៉ុណ្្នឹងទេយើងតាមត្រាំងមកហើយចូលមួយទៀតយើងដល់ text នេះគឺយើងយក standard មកតែខ្ញុំចូលអា tick 3នេះហើយនៅក្នុង font នេះខ្ញុំយក font អក្សរខ្ញុំវាយអក្សរ A មួយមកខ្ញុំយករកពាក្យនេះអានេះ area នេះអានេះគឺយើងតាមគេមកតាមនឹងអស់មកខ្ញុំយក apply class មួយមកដល់អានេះ articular នេះខ្ញុំយក by layer អានេះយក none អានេះខ្ញុំយកនេះ 2n n របស់យើងគឺ100អញ្ចឹង 2n វាស្មើនឹង200យើងយក2គុណនឹង100វាស្មើ200អានេះតាមនឹងមកអានេះចំពោះអានេះយើងចង់ដាក់នេះក៏បានដែរអានេះគឺលេខវានៅកណ្ដាលបន្ទាត់នេះតែបើយើងយកអានេះលេខវានៅលើបន្ទាត់នេះប៉ុន្តែខ្ញុំសុំយកអានេះវិញអានេះឬក៏យើងចង់ដាក់អានេះក៏បានដែរអត់អីទេប៉ុន្តែខ្ញុំសុំយកអានេះវិញអានេះគឺយើងមិនបាច់ចាំកែអានេះកូនច្រើនដែរតាមគេចំពោះអានេះខ្ញុំយក 0.3n ចុង 0.3 គុណ 100 n យើងស្មើ100យើង 0.3 គុណ 100 វាស្មើនឹង 30 បាទអញ្ចឹងហើយយើងចូលទៅដល់ symbol នេះយើងយកអានេះមកគឺ aesthetic នេះមកយកនេះមកឬក៏យើងយកអាផ្សេងក៏បានដែរអត់អីទេអានឹងទៅតាមយើងឆ្លាញ់ទេប៉ុន្តែអានេះវាស្អាតជាងគេប្រើទូទៅអានេះចង់យកអានេះមកចំពោះអានេះតារាងនេះគឺ 1.5n n យើងស្មើ100ចង់ 1.5 គុណ 100 វាស្មើ 150កន្លែងនេះអានេះយើងចង់ដូរតាមគេក៏បានតាមតារាងរបស់ខ្ញុំក៏បានដែរគឺយក 0.09 អានេះ 3.75 ហ្នឹងអានេះតាមនឹងមកអានេះខ្ញុំដាក់ 45 វិញឬក៏យើងយកតាមរបស់គេក៏បានដែរអីទេប៉ុន្តែខ្ញុំចង់បានឲ្យដូចតារាងនេះទៅគឺវាល្អដែរបាទយើងចូលដល់មួយទៀតគឺឡានហ្នឹងគឺសំខាន់ដែរអានេះយើងយក by layer កន្លែង color នេះក៏ by layer ដែរយើងប្រើ by layer ទាំងអស់ហើយយើងចូលដល់អានេះយើងយក 1.5n n យើងស្មើ100ចង់វា150នេះ 3.75 តែអានេះកុំ tick នេះមិនបាច់ចាំ tick ទេបើយើង tick នេះវាបន្ទាត់វាchânជាយើងដោះ tick មកវាបានសងខាងនេះប៉ុន្តែគេពិចារណាគេអត់ tick ទេកន្លែងហើយយើងដាក់ by layer មកអានេះក៏ by layer ដូចគ្នាមកអានេះ by layer ដែរអានេះគុំមិនបាច់ចាំ tick ដែរអានេះ1.5n កន្លែងនេះ 1.5n យើងដាក់150មក1.5 គុណ 100អានេះ 2n យើងដាក់ 200ចុងជើងអស់ហើយយើងជិតអូខេមកចុងយើងលុបអានេះមកកុំឲ្យអញឲ្យ delete វាចេញមកអានេះចុងយើងនេះយើងបង្កើតបាន dimension យើងសម្រាប់គូសនៅពណ៌នៅក្នុងមាសដ្ឋានប្លង់របស់យើងគឺ1 លើ 100ចុងយើងចង់យកអានោះមកប្រើប្រាស់យើងជិតអានេះចាំនឹងមកហើយយើងចាំបាត់ជិតយើងត្រូវជិតខ្លងមកហើយខ្ញុំនឹងបើកប្លង់ឲ្យមួយសម្រាប់យើងមើលទៅព្រោះខ្នាតនេះគឺខ្ញុំអាចកាត់ថា standard ព្រោះខ្ញុំយកពីលោកគ្រូរបស់ខ្ញុំគាត់បរៀនដែរទេបាទចង់ថាខ្នាតនេះគឺ standard វាអត់ធំពេកវាទូចពេកវាស្អាតព្រោះយើងត្រូវការចូលទៅ print អីទៅវាយើងមើលច្បាស់ហើយខ្ញុំបើកប្លង់ឲ្យមួយមើលពីនេះចុងខ្ញុំនឹងវាស់ dimension ឲ្យមើលចុងខ្ញុំវាស់ពីនេះម្នេះគឺជាអក្សរពីនេះម្នេះយើងចង់ដឹងប្រវែងវាយើងចុចយើងវាស់មកគឺយើងប្រើអានេះគឺអានេះជាយើងប្រើនឹងមកឬក៏យើងវាយ D I enter មួយមកចុងខ្ញុំមើលអានោះសិន dimension របស់យើង D នេះគឺ100យើងប្រើ100ដោយសារតែប្លង់របស់យើងគូសនៅក្នុងមាសដ្ឋាន scale វា1 លើ 100អញ្ចឹងយើងប្រើ dimension 1 លើ 100អញ្ចឹងយើងចុច D enter ឃើញលេខ100បើយើងកំណត់មិនហ្នឹងយើងចុចអាពាក្យនេះមកហើយclose វាអញ្ចឹងខ្ញុំប្រើ DRI ឬក៏ខ្ញុំចុចអានេះក៏បានដែរអញ្ចឹងខ្ញុំចុចពីអក្សរនេះមួយឬក៏ពីត្រឹមនេះមកនេះត្រឹមហ្នឹងខ្ញុំចុច A8 មកម្ដងនេះចុងប្រវែងវាគឺ 5000នេះវាស្មើនឹង 5 ម៉ែត្រព្រោះនៅក្នុងប្លង់យើងຂະຫນាតវាជាមីលីម៉ែត្រចុងប្រវែងប៉ុណ្ណឹងគឺ 5 ម៉ែត្រចឹងខ្ញុំវាស់បន្តទៀតមកឬក៏ខ្ញុំចុច space មកដើម្បីហៅ comment វាសាមីច
chẳng đại cho nó đi các bạn đấy thì họ những đạo cho đi máu thì chống bộ váy pram pon chống khát bao dương đại dương cả nó bao nhóm khát bao nhiêu cả nó nứng vì làm mẫu vì mình thông biết là tụi biệt là bây giờ dương pin plong máu để pin plong lên cái ta A3 rồi cô cái đại cái đó cứ bên đấy bị trái plong thì pin không cái đại A3 chống khát bên đó vì mưa tới bị chবা vì ở thông biết là tụi biệt vì làm mẫu chứ nhưng xạo qua mới nhưng suspect chật đại thì chọn nó máu nhưng chật chọn đấy cứ pram rồi đại thì nè trong này biết cứ pram rồi thì nên mà đấy cứ pram luôn được pram pon pram mơn cứ pram mày được nè pram pon này cứ pram pon mi là mấy biết sao pram trong phải show đấy nhưng qua máu đi ở ấy mà chật trong này máu so bao giờ máu này cứ per pon per mùi rồi 50 mm bao giờ bỏ pin này mình tích máu ní cứ biểu phải sập lại đây chúng khăn vẫn không biết là mồm châu thọ ra bởi dương miên dimension mùi lượng sầm rập one lư plong mùi lư rồi ở phần đáy dương trong bạc cát bia miên mùi lư rồi mùi lư 1.5 mùi lư 50 mùi lư pi rồi mùi lư 3 rồi ấy á cháu nhầm châu đi đi theo tại bao dương mà nó thôi mà nó dương cần nó mùi lư rồi hào còn thấy dương trong bạc cát mùi tiếp từ chia mùi lư pi rồi cháu nhầm chút lại lừa này mà lừa mùi lư rồi hào nhầm dốt biết nhiều cái này là nhiều á chứ nhưng vậy không đi nhưng đặt muối pi rồi trong khát bao nhiêu người nè nhưng pra bạc cát muối lơ pi rồi mình là plong bao nhiêu cứ dương pra dimension dương cát dimension sầm ráp scale muối lơ pi rồi đòi dốt muối lơ mà rồi nó chịu cũ mình là pe bạc cát mà nó nhung tha muối lơ mà rồi nó nhung ao mê con vi lệnh muối chống cho pua muối lơ pi rồi chống nhung vô biển connect như máu connect bạn chống dương cộng đồ này cộng đồ nó dương cho tự đo nè cứ pin nè cứ dùng thuốc cứ cho tự đo nè chi phí nè cái này nè cho nên không đấy cứ lấy muối nó chỉ mê con bò muối lơ cái muối lơ mà rồi trong đằng bay bầm lại bây giờ chia muối lơ pi rồi với dương lục lệnh muối mốt đã lấy pi mà cho dương tam cần được chia máu lại lệnh muối bị smart scale bao dương dương pra scale muối lơ mà rồi trong scale bao dương muối lơ pi rồi bị smart lệnh pi trong dương cho ok mà cho ok máu dương bàn và cả bán dương pra dimension muối pi rồi trong rồi dương trong bậc cái thích dương chất muối lơ mà rồi này máu muối lơ mà rồi ní dương chất nhu máu bị nhu máu dương trong bậc cạn mà muối lơ bay rối muối bay rồi máu cho dương chất anh em máu connect với bỏ dương chống dương vô muối lơ mà rồi scale muối lơ mà rồi chỉ cố trong muối lơ mà rồi chỉ cố vì mình lấy con lấy mùi trong bữa anh đi scale muối bay rối nhưng đã lệnh bày mà lệnh bấy bao nhiêu ok trong bên lô đấy cho anh em muối lườm rồi muối lơ pi rồi muối lơ bay rồi rồi thôi dương trong bậc cát scale muối lơ 1.5 chẳng dương chút muối lơ rồi nó máu dương vô muối lơ rồi chỉ cố vì mình cuốn lệnh mùi dương chút bị nhú nhưng đại cho mua biết cứ muối 1.5 start chỉ muối năng muối lơ rồi này dương connect bao nhiêu máu connect bao nhiêu dương cho này trong scale muối lơ rồi vì mà mình con lệnh mùi trong scale muối lơ 1.5 trong dương nô màu muối vì mà năng mà rồi u thôi chứ thì thà muối lơ mà rồi cho 1.5 vì mà của mình thì thà mà rồi mà muối chẳng scale nhưng
nhưng mà chạm long thiết ra tha scale muối lơ mà rồi vì smart lệnh muối để con lệnh muối trong scale muối mà pay pram muối lơ mà pay pram vì smart mấy con mà vì smart số chất mà pay pram lại nè miền tha chương anh ấy sưu đắp mà rồi smart muối trong một pay pram smart của mà dương sạm mà mát vì con khoai viên cho nó vì smart số chất pay pram rất ok mà nhưng trong một cái tiếp mùi lơ hà sập chất startពីមួយលើ100nó chất nhú đã muối 50 connect connect ហើយយើងចូលនេះ100ស្មើ1ចុះ50ស្មើ 0.5 យើងជិតមេគុណអញ្ចឹងវាអានេះវាដូរទៅតាមនឹងអស់យើងមិនបាច់ចាំកំណត់2 3ដងមានថាយើងមួយលើ200យើងត្រូវយើងកំណត់30អីទេយើងបង្កើតតែមួយលើ100មកយើងបំលែងវាទៅជាមួយលើ200មួយលើ25មួយលើ300មួយលើ50គឺយើងចង់បង្កើតមួយទៀតយើងចិត្តពាក្យ new មកយើងចិត្តមួយលើថា40ចុះថា40អញ្ចឹង connect វាមួយមកហើយនេះ100ស្មើ1ចុះ40វាស្មើ 0.4 អូខេមកខ្ញុំយើងយក100ទៀតយើងបង្កើតnew មកយើងបង្កើត1លើ75មក1លើ75 connect 100ស្មើ1ចុះ75វាស្មើ 0.75 យើងចិត្តអូខេមកអានឹងជាមេគុណរបស់យើងអូខេមកបង្កើតមកយើងចង់បង្កើតប្រមាណទៀតប្រមាណទៅគ្រាន់តែយើងបង្កើតអីមួយមកដែល1លើ100ហ្នឹងវាមេគុណរបស់យើងលេខ1អញ្ចឹងទៅដល់ពេលយើងចង់បំលែង1លើ100ទៅជា1លើ200យើង1លើ100មេគុណលេខ1អញ្ចឹង1លើ200វាស្មើមេគុណលេខ2យើងថែមលេខ2មកបានហើយអញ្ចឹងយើងចិត្តខ្លះមកចង់បើយើងចង់ប្រើថា1លើ300យើងចិត្តលើ1លើ300មកជប់អាចចិត្តខ្លះសិនយើងចិត្តអានេះសិនយើងចង់នេះដើម្បីឲ្យវាជាប់តែយើងអត់ចិត្តទេវាលោតទៅ scale តតែវិញទេចង់យើងថាយើងប្រើ1លើ200ចុះយើងចិត្ត set កន្លែងនេះមកឲ្យចិត្តខ្លះចង់ dimension វាខុសគ្នា DRI នេះ DRI ទំហំវាផ្សេងគ្នាកន្លែងហ្នឹងអញ្ចឹងscale កាន់តែទូតscale កាន់តែធំវាថា scale កាន់តែភាគបែង scale អាលេខ200ហ្នឹងអាលេខ200 100វាប៉ុណ្ណេះ1លើ100ប៉ុណ្ណឹងដល់ពេល1លើ200វាឡើងដល់ប៉ុណ្ណេះហើយចឹងខ្ញុំនឹងប្រាប់ពីអានេះគឺជាវិធីបោះវាមានឧទាហរណ៍ខ្ញុំមាន rectangle មួយចុះមាន rectangle អញ្ចឹងហើយខ្ញុំមានឡើងកាត់កន្លែងនេះមួយកាត់កន្លែងហ្នឹងអញ្ចឹងខ្ញុំចង់វាស់វាវាស់នេះចំពោះអាលើនេះឬក៏យើងប្រើ comment DRI វាមានពាក្យខាងមុខ RI កន្លែងនេះយើងគ្រាន់តែថែមពាក្យ D ខាងមុខមកហើយយើងវាយពាក្យ RI ឬក៏ AR នេះប៉ុន្តែខ្ញុំអានេះមុនចុះខ្ញុំប្រើពាក្យ DRI comment របស់វាគឺ DRI ចុះចំពោះអាហ្នឹងយើងប្រើវាស់បានតែបន្ទាត់ដែលត្រង់អត់អាចវាស់បន្ទាត់ដែលវា trade ឬក៏វាប្រឆិតប្រឆៀងទេអត់បានទេសាកចុចអានេះមកនេះណោះចឹងប្រវែងវាប៉ុណ្ណេះខ្ញុំចុច space មកដើម្បីហៅ comment វាសាមីនេះគឺប្រវែងវាប៉ុណ្ណេះប្រវែងវាប៉ុណ្ណឹងឧទាហរណ៍យើងចង់ឲ្យបានកម្រិតពីនេះ dimension របស់យើងពីអា object របស់យើងមកដល់នេះខ្ញុំដាក់បានថា500ចុងពីនេះមកដល់នេះគឺប្រវែងវាគឺ500ចុះតែយើងដាក់យើងមកចាំកណោទេអាហ្នឹង DRI មកយើងចុចម្នេះមកយើងចុចស្មានទៅឲ្យវាស្មើតែនេះទៅវាអត់អីទេកន្លែងនេះ
ប៉ុណ្ណឹងចំពោះអា DRI ហ្នឹងយើងប្រើបានតែបន្ទាត់ដែលវាត្រង់ដូចអញ្ចេះអីនេះបន្ទាត់ដែលត្រង់បើមិនបើបន្ទាត់ទៀតបន្ទាត់ហ្នឹងយើងប្រើ DRI ទៅតែព្រោះខ្ញុំវាស់អានេះចង់ដឹងពីប្រវែងនេះមកដល់អានេះប្រវែងប៉ុន្មានអញ្ចឹងបន្ទាត់ហ្នឹងបើមិនខ្ញុំជុតអាហ្នឹងហើយខ្ញុំជុត M8 មកដល់ហ្នឹងហើយខ្ញុំវាស់មើលអញ្ចឹងវាអត់ស្គាល់វាអត់វាស់វាអត់វាស់ប្រវែងនេះទេវាទៅវាស់ប្រវែងនេះវិញអញ្ចឹងវាអត់កើតទេណាចុះអា DRI ហ្នឹងយើងប្រើសម្រាប់តែអានេះប្រើសម្រាប់តែបន្ទាត់ដែលត្រង់ទេចុះខ្ញុំសារមកវិញបាទហើយវិញចុងបើសិនបើយើងចង់វាស់បន្ទាត់ដែលវាមានវា trade អញ្ចឹងយើងប្រើជាប្រភេទនេះវិញគឺ DAR កន្លែងនេះគឺ DAR comment របស់វាគឺ DAR enter មួយមកអញ្ចឹងខ្ញុំចុចកន្លែងនេះមួយខ្ញុំចុច M8 ទៀតមកកន្លែងអញ្ចឹងវាវាស់នេះអញ្ចឹងប្រវែងវាប៉ុណ្នេះពីបន្ទាត់នេះដល់នេះហើយហ្នឹងតមកទៀតអានេះគឺយើងប្រើសម្រាប់វាស់មុំនេះអូតថាមុំយើងចង់ដឹងពីធៀបបន្ទាត់នេះមកដល់នេះវាមានមុំមកអញ្ចឹងខ្ញុំចុចអានេះឬក៏ខ្ញុំប្រើ comment របស់វាគឺ DAN AN ចុះខ្ញុំប្រើ DAN មក enter មួយអញ្ចឹងខ្ញុំ select លើបន្ទាត់នេះមួយអញ្ចឹងវាវាស់នេះគឺមុំវាគឺ31ខ្ញុំហៅ comment របស់វា31មក space បងនេះអានេះគឺ59មុំរបស់វា59ចុះនេះសម្រាប់វាស់មុំចុះអានេះយើងប្រើសម្រាប់វាស់ខ្សែកោងប្រវែងខ្សែកោងប្រវែងខ្សែកោងព្រោះខ្សែកោងយើងអាចប្រើនេះបានទេប្រភេទនេះបានទេគឺអត់ទេខ្សែកោងវាកោងចឹងយើងប្រើនេះចុងដើម្បីប្រើវាស់ខ្សែកោងយើងប្រើ comment វាគឺ D A O comment របស់វាអូតខ្ញុំមានខ្ញុំគូសខ្សែកោងមួយចុះជាខ្សែកោងចេះខ្ញុំវាយ D A O មកបាទឬក៏ enter មកឬក៏យើងចុចអានេះក៏បានដែរប៉ុន្តែយើងប្រើ comment មកគឺ D A O enter មកហើយខ្ញុំ select ទៅលើខ្សែកោងរបស់ខ្ញុំអញ្ចឹងប្រវែងនេះគឺប្រវែងវាគឺប៉ុណ្ណេះខ្សែកោងពីនេះប្រវែងមកដល់នេះគឺប៉ុណ្ណឹងហើយចំពោះអានេះគឺយើងវាស់កម្មនេះគឺវាស់កប់ចិត្តឧទាហរណ៍ខ្ញុំមានរង្វង់ C មក enter មកដាក់មុខកាត់រង្វង់វាគឺ500 enter នេះប្រវែងវារង្វង់មុខកាត់កម្មមកវាគឺ500អញ្ចឹងប្រវែងដែលកប់ចិត្តរបស់វាគឺ1000អញ្ចឹងខ្ញុំសាក់វាស់អញ្ចឹងខ្ញុំយកអានេះឬក៏ខ្ញុំប្រើ D or A ក៏បាន D or A គឺ D or A ចុះអានឹងយើងប្រើសម្រាប់យើងវាស់កម្មយើងចុច select លើរង្វង់នឹងមួយមកនេះកម្មរបស់វានេះគឺ Air 500គឺប្រវែងកម្មរបស់វាគឺ500ចុះបើយើងចង់វាស់កប់ចិត្តវិញវាស់កប់ចិត្តយើងប្រើនេះគឺ DDI ចុះខ្ញុំប្រើ DDI enter មួយមកខ្ញុំ select លើនេះមកកប់ចិត្តវាគឺ1000ប្រវែងហ្នឹងចំពោះអានេះយើងអត់ចាំបាត់ទេអត់ទេមិនចាំប្រើទេអញ្ចឹង dimension យើងមានប៉ុណ្្នឹងទេហើយយើងលុបខ្ញុំសុំលុបអានេះចោលហើយយើង save មកដើម្បីរក្សាទុក dimension របស់យើងហ្នឹងនេះ dimension យើងបង្កើតហើយឬក៏យើងចង់បង្កើតថែមទៀតអានោះស្រាប់តែយើងទេប៉ុន្តែយើង save file មួយមកយើងចុច save as មួយមកហើយខ្ញុំចូល desktop ខ្ញុំយក PC drive C ខ្ញុំ save ចូលនៅក្នុងនេះហើយខ្ញុំចូលទៅក្នុង AutoCAD មកខ្ញុំ save ទៅជាដូចជាខ្ញុំដាក់ file work របស់ខ្ញុំAutoCAD file work AutoCAD យើង save ទុកដើម្បីយើងចង់គូសប្លង់អីយើងគ្រាន់តែយក file នឹងមកប្រើដោយសារយើងកំណត់ dimension ហើយបើសិនបើយើងអត់ save ទេ
dương chia ta và cao pha mấy trong như thử còn nó dimension 30 còn nó layer thì nhưng video tốt nhưng Rapika còn nó layer và layer cô sum khăn đấy vậy tới sum khăn dimension layer bao giờ cho nhung cell nữa nó trong miền đầm phân như thế